សូមស្វាគមន៍មកកាន់ The Breaking Coin មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីនិយាយថាកងកម្លាំងខ្លួនដណ្ដើមយកបានទីក្រុងគូភៀនស្ករបស់អ៊ុយក្រែនប្រភព200តថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នេះសេនាធិការរបស់រុស្ស៊ីបានប្រាប់ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃប្រហ័សថាកងកម្លាំងរុស្ស៊ីបានដណ្ដើមយកទីក្រុងគូភៀនភាគឦសានអ៊ុយក្រែនប៉ុន្តែយោធាអ៊ុយក្រែនបានបដិសេធថាទីក្រុងនេះមិនបានផ្លាស់ប្ដូរដែរទេអ៊ុយក្រែនក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់រុស្ស៊ីដែរថាកងកម្លាំងរបស់ខ្លួនបានដណ្ដើមយកផ្នែកធំៗពីរផ្សេងទៀតនៃទីក្រុងប៉ូក្រូដែលជាមជ្ឈមណ្ឌលភស្តុភារកម្មដែលរុស្ស៊ីបានជំរុញឲ្យដណ្ដើមយកអស់រយៈពេលជាច្រើនខែនិងវ៉ូឆានស្កនៃជិតព្រំដែនរុស្ស៊ីវិមានកម្លាំងបាននិយាយនៅមុននេះថាលោកពូទីនបានទៅទស្សនាប៉ុស្តិ៍បញ្ជាការនៃក្រុមកងកម្លាំងរុស្ស៊ីខាងលិចជាកន្លែងដែលលោកបានជួបជាមួយប្រធានសេនាធិការ Valery Gerasimov និងមន្ត្រីយោធាជាន់ខ្ពស់លោកពូទីនត្រូវបានជូនដំណឹងអំពីស្ថានភាពនៅក្នុងទីក្រុងសំខាន់ៗពីរនៅភាគខាងកើតអ៊ុយក្រែនគឺកូស្ទីនទីនីវកានិងក្រាម៉ាតូសក៏ដូចជានៅជុំវិញគូភៀនក្នុងតំបន់ខាគីវលោក Gerasimov បានប្រាប់លោកពូទីននៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រវិមានកម្លាំងអង្គភាពនៃក្រុមខាងលិចបានរំដោះទីក្រុងគូភៀនហើយកំពុងបន្តបំផ្លាញអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលឡោមព័ទ្ធនៅច្រាំងខាងឆ្វេងនៃទន្លេអូស្កូលោក Gerasimov ដែលអង្គុយក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៅទល់មុខលោកពូទីនដែលក៏ស្លៀកពាក់ឯកសណ្ឋានយោធាផងដែរបានប្រាប់ប្រធានាធិបតីថាកងកម្លាំងរុស្ស៊ីបានគ្រប់គ្រង 70% នៃប៉ូក្រូនិងជាង 80% នៃវ៉ូឆានស្កលោកបានបន្ថែមថាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតតាមបណ្ដោយខ្សែជួរមុខប្រវែង 1200 គីឡូម៉ែត្រគឺនៅជិតប៉ូក្រូដោយកងកម្លាំងអ៊ុយក្រែនបានទប់ទល់យ៉ាងរឹងមាំវាមិនច្បាស់ពីវីដេអូនេះថាកិច្ចប្រជុំជាមួយលោកពូទីនបានកើតឡើងនៅទីណានោះទេសេចក្តីថ្លែងការណ៍មួយនៅពេលល្ងាចដោយយោធាអ៊ុយក្រែនបាននិយាយថាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសូមប្រកាសថាគូភៀនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារជាតិអ៊ុយក្រែនសេចក្តីថ្លែងការណ៍នេះបានបន្ថែមថាមិនពិតទេដែលបង្ហាញថា 80% នៃតំបន់វ៉ូឆានស្កក្នុងតំបន់ខាគីវត្រូវបានដណ្ដើមយកបាននឹង 70% នៃទីក្រុងប៉ូក្រូអគ្គសេនាធិការបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ប៉ូក្រូដោយកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារចំនួន56លើកកងកម្លាំងរុស្ស៊ីបាននឹងកំពុងធ្វើការវាយលុកឈានទៅទីខាងលិចយឺតឆ្លងកាត់តំបន់ដូណេតស្កដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ពួកគេដើម្បីដណ្ដើមយកតំបន់ដូនបាសទាំងអស់ដែលមានតំបន់ដូណេតស្កនិងលូហានស្កកងកម្លាំងរុស្ស៊ីក៏បានទទួលបានជ័យជំនះថ្មីនេះនៅភាគខាងត្បូងក្នុងតំបន់សាប៉ូរីសៀបច្ចុប្បន្នពួកគេកាន់កាប់ប្រហែល 19% នៃទឹកដីអ៊ុយក្រែន